mà đá nung bị cho bà lớn kia miên vui chiết chó nè nung bị cho cô sọt bà ôn nó phải là cô sọt ôn nước như là cái đám xe chiêu nung bị cho chọc đámវាផ្លៃបងព្រោះទី1អ្នកមានតែសបោជាងគេអ្នកនៅតំបន់ពោធិ៍សាត់បងគាត់ធ្លាប់ញ៉ាំអញ្ចឹងណាហើយផាត់ឡូវនេះគឺយើងធ្លាប់ធ្វើពីមុនមកអញ្ចឹងរូបមន្តអីហ្នឹងតពីគ្រួសារមកគាត់ធ្វើអញ្ចឹងទៅហើយតេជនច្រើនបងភាគច្រើនម៉ោងល្ងាចម៉ោង5 6ហ្នឹងគឺគាត់បុកមកច្រើនហើយបើសិនគាត់អ្នកគាត់ចង់ទិញសាច់ផាត់ឡូវយកទៅញ៉ាំបាយហ្មងភាគច្រើនពេលថ្ងៃត្រង់ម៉ោង2ហ្នឹងបើកមកគាត់ទិញសាច់យកទៅញ៉ាំហ្មងចាអញ្ចឹងបានន័យថាបើពីម៉ោង2រហូតដល់ម៉ោងម៉ោង7 8យប់មួយថ្ងៃអាចធ្វើដល់50 ទៅ 60 គីឡូបង50 គីឡូបាទវាច្រើនតាមហ្នឹងបើសិនថ្ងៃសៅរ៍អាទិត្យអីចឹងខ្ញុំអាចឡើងដល់ 7 8អញ្ចឹងណាថ្ងៃបុណ្យថ្ងៃទៀនអីបាទថ្ងៃបុណ្យថ្ងៃទៀនអីអាច 7 8បងព្រោះបើធ្វើលើស 7 8ហ្នឹងធ្វើអត់កើតទេបងទី1ខ្លាចអាគុណភាពសាច់របស់យើងហ្នឹងវានេះអញ្ចឹងណាបងហើយទៅលើការសម្អាតវាខ្លាចអត់បានដិតដល់អញ្ចឹងយើងត្រូវរក្សាគុណភាពដែរបាទចង់បាទមិនសួរបងអរគុណចង់ស្គាល់ឈ្មោះហើយឥឡូវហ្នឹងជាអីដែរចាខ្ញុំឈ្មោះហុយបងឥឡូវហ្នឹងជាសិស្សអកតិចឆ្នាំទី5បងអកតិចឆ្នាំទី5បាទបងចាខ្ញុំធ្វើមិនជាមួយនឹងម្ចាស់ហាងនំកញ្ចុកផាត់ឡូវពោធិ៍សាត់ខ្ញុំម្ចាស់ហាងវិញតែរៀនអកតិចមិនក្បៃកំណត់មកធ្វើខាងនំកញ្ចុកវិញនិយាយទៅម៉ាក់គាត់ធ្លាប់លក់ពីមុនមកបងហើយវាតជំនាន់មកអញ្ចឹងបើសិនកាលណាចោលវាស្ដាយបងអញ្ចឹងក៏ជំរុញយ៉ាងម៉ាក់គាត់ឡើងមកលក់នៅភ្នំពេញចាជំនាន់ហ្នឹងបានន័យថាយូរហើយតាំងឆ្នាំណាមកអូនពី1997បង97ចូល98ម៉ាក់គាត់ធ្លាប់លក់ផាក់ឡូវបងកើតតនេះអត់តនេះបងខ្ញុំ2003អរគុណញាប់អើមែនតើដោយសារតែរៀនអកតិចឆ្នាំទី5ហើយមកបើកនំកញ្ចុកមូលហេតុអីដែរបើកនៅពោធិ៍សាត់បាត់ចិត្តមិនបាត់នៅក្នុងភ្នំពេញទៀតនិយាយទៅបងដោយសារតែខ្ញុំត្រូវមករៀននៅភ្នំពេញបងអញ្ចឹងបើនៅពោធិ៍សាត់អត់មានអ្នកជួយលក់ម៉ាក់ទេអញ្ចឹងក៏ជំរុញឲ្យគាត់មកភ្នំពេញបងទៅព្រោះកូនឥឡូវរៀននៅភ្នំពេញជុំគ្នាដែរបងបាទអញ្ចឹងក៏សម្រាប់ចិត្តបើកបាទធម្មតានំកញ្ចុកឥឡូវគេមានរសជាតិច្រើនណានំកញ្ចុកពោធិ៍សាត់បើអូននោះផាក់លើពោធិ៍សាត់អូននោះមានលក្ខណៈពិសេសជាងនំកញ្ចុកធម្មតាមិនដែរវាប្លែកបងព្រោះទី1អ្នកមានតែសបោជាងគេអ្នកនៅតំបន់ពោធិ៍សាត់បងគាត់ធ្លាប់ញ៉ាំអញ្ចឹងណាហើយផាត់ឡូវនេះគឺយើងធ្លាប់ធ្វើពីមុនមកអញ្ចឹងរូបមន្តអីហ្នឹងតពីគ្រួសារមកគាត់ធ្វើអញ្ចឹងទៅហើយពាក់ព័ន្ធមួយចំណុចពិសេសមួយទៀតគឺគ្រឿងផ្សំបងយើងប្រើគ្រឿងផ្សំដែលយកពីស្រុកមកបងគ្រឿងផ្សំធម្មជាតិដូចជាទឹកខ្មេះឬក៏ស្ករត្នោតអីចឹងបងយើងជំរុញការលក់ផលិតផលរបស់បងប្អូនគាត់នៅខាងស្រុកយើងបាទអញ្ចឹងបានន័យថានំកញ្ចុកនេះក្រៅពីជាការតជំនាន់បងអូនហើយក៏ជាការដែលយើងតិចគេហៅថាប្រមនឹងខុសក្នុងស្រុកហ្នឹងហើយបងហ្នឹងហើយអរគុណអូនលក្ខណៈពិសេសគឺអញ្ចឹងហើយចុះសម្រាប់ការលក់ដូរវិញលក់ពីថ្ងៃណាដល់ថ្ងៃណាដែលពេលវេលាមិនដែរយើងលក់រាល់ថ្ងៃបងហើយបើចាប់បើកពីម៉ោង2ថ្ងៃត្រង់ទៅដល់ម៉ោង7 8យប់បងចាជាម្ចាស់ហាងផងរៀនផងសំខាន់ឆ្នាំទី5អកតិចគឺការពិសាដែរបាទបងបាទមិនដែរបែងចែកពេលវេលាលក់ដូរមិនដែររៀងហត់តិចបងតែដូចជាអត់សូវអីហ្មងទេព្រោះមានអ្នកផ្ទះគាត់ជួយលក់អញ្ចឹងណាដល់ពេលដល់ម៉ោងខ្ញុំឆ្លៀតពីម៉ោងរៀនហើយបាទខ្ញុំឆ្លៀតមកជួយលក់វិញចាអតិថិជនពាក្យច្រើនគាត់អញ្ជើញមកចន្លោះម៉ោងបានដែរហើយយើងលក់ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានអតិថិជនច្រើនបងភាគច្រើនម៉ោងល្ងាចម៉ោង5 6ហ្នឹងគឺគាត់បុកមកច្រើនហើយបើសិនគាត់ចង់ទិញសាច់ផាក់ឡូវយកទៅញ៉ាំបាយហ្មងភាគច្រើនពេលថ្ងៃត្រង់ម៉ោង2ហ្នឹងបើកមកគាត់ទិញសាច់យកទៅញ៉ាំហ្មងចាអញ្ចឹងបានន័យថាបើកពីម៉ោង2រហូតដល់ម៉ោង7 8យប់បងអាចដល់ម៉ោង9បើសិនជាករណីធ្វើច្រើនតាមថ្ងៃអញ្ចឹងណាបងចាបាទអាចមួយថ្ងៃយើងអាចអស់ប្រហែលគីឡូដែរមួយថ្ងៃអាចធ្វើដល់50 ទៅ 60 គីឡូបង50 គីឡូបាទវាច្រើនតាមហ្នឹងបើសិនថ្ងៃសៅរ៍អាទិត្យអីចឹងខ្ញុំអាចឡើងដល់7 8អញ្ចឹងណាថ្ងៃបុណ្យថ្ងៃទៀនអីបាទថ្ងៃបុណ្យថ្ងៃទៀនអីអាច7 8បងព្រោះបើធ្វើលើស7 8ហ្នឹងធ្វើអត់កើតទេបងទី1ខ្លាចអាគុណភាពសាច់របស់យើងហ្នឹងវានេះអញ្ចឹងណាបងហើយទៅលើការសម្អាតវាខ្លាចអត់បានដិតដល់អញ្ចឹងយើងត្រូវរក្សាគុណភាពដែរបាទចង់ដឹងដែរសម្រាប់អ្នកដែលគាត់នៅឆ្ងាយគាត់មិនដឹងថាទីតាំងនៅណាអីណាហើយគាត់អាចខលតំណតំអេបអីបានបងអាចនេះតាម Grab ឬក៏ Wow ណាយើងមានហើយបើអញ្ចឹងទេគាត់អាចឆាមមក Telegram ខ្ញុំផ្ទាល់ក៏បានដែរបាទលេខទូរស័ព្ទ081 91 19 02ចាខ្ញុំផ្អើដែរដែលសារតែអាចតិចមកធ្វើនេះមិនចាំធុញថែមមេរៀនឬមួយក៏មិនបានមកធ្វើនេះអត់ទេបងស្រឡាញ់ទាំងពីរបងស្រឡាញ់ទាំងគូប្លង់ស្រឡាញ់ទាំងកៅស៊ីបាទដល់ពេលអញ្ចឹងក៏សម្រាប់ចិត្តបើកទូកចាអត់គិតខ្លាចដួលទេអូនណាខ្លាចដែរបងពីដំបូងខ្លាចឯងសុខភាព
អត់អីបង អត់អីបងព្រោះនៅពេញតាន់ធ្វើបានតាន់មានកន្លងបង អូខេ បាទ ចាមានអីចង់និយាយទៅកាន់តែជនឲ្យបើកទៅនេះបានមួយថ្ងៃបាទថ្ងៃហើយនៅខាងនេះគឺទីតាំងយើងនៅណា នៅមុខធនាគារកាណាយ៉ាសាដំកបង អូខេ យើង សាដល់ទៅ បាទផុតពីសាដំកតិចមកហើយយើងបើកបាន2ខែបងដំណើរការបាន2ខែ ចាចាហើយបើសិនជាបងប្អូនដែលគាត់ធ្លាប់ពិសានៅខាងពោធិ៍សាត់គាត់ចង់ជួបវិជាតិអាចឲ្យគាត់chơiទៅនេះ ហ្នឹងហើយបងអាចតែគាត់អញ្ជើញមកបានភាគច្រើនសបោបងបើកដបងសបោអ្នកពោធិ៍សាត់គាត់មកជួយគ្រប់ត្រអញ្ចឹង ចា បាទបាទ ចាឥឡូវហៅភ្ញៀវថ្មីអ្នកក្រៅពោធិ៍សាត់ឲ្យមកជួយផង បាទបាទបាទ អត់ទៅមានអីចង់និយាយទៅកាន់អតិថិជនបងអូនដែលថាអូអានេះក៏ជាការបើកអាជីវកម្មមួយនៅក្នុងវ័យក្មេងអូនក៏ប៉ុតអូនទំតែ22ឆ្នាំ បាទ22ឆ្នាំ ចាអញ្ចឹងហ៊ានស្តាតអញ្ចឹងមានអារម្មណ៍ថាភ័យ ភ័យបងព្រោះអានេះខ្ញុំលើកដំបូងហ្មងបងបើកអាជីវកម្មអញ្ចឹងណាតែអត់អីបងដោយសារមានអ្នកជំរុញពីអ្នកផ្ទះឬក៏នេះដែរអញ្ចឹងនិយាយទៅខ្ញុំបើកនេះទាំងបន្ថយបន្ថានបង សូម្បីតែបើកតូបនេះខ្ចីលុយមិត្តភ័ក្តិខ្ចីលុយអីមកខ្លះដែរបងដល់ពេលអញ្ចឹងទៅខ្ញុំអត់សូវហ៊ាននេះច្រើននេះគាត់ថាខ្ញុំជំរុញបើសិនពួកគាត់ចង់ធ្វើដែរខ្ញុំជំរុញឲ្យពួកគាត់ធ្វើអញ្ចឹងណា ចា បាទ អីចង់និយាយទៅកាន់អតិថិជនឲ្យមកភ្លក់រសជាតិនំបញ្ចុកខាងអ្នកពោធិ៍សាត់នំបញ្ចុកខាងលើខាងអ្នកពោធិ៍សាត់យើងមិនខ្លះដែរ ពួកអតិថិជនបងប្អូនដែលគាត់ចង់មកញ៉ាំនំបញ្ចុកផាត់ឡូវពោធិ៍សាត់អាចមកញ៉ាំបាននៅធនាគារកាណាយ៉ាសាអង្គរទៅមុខធនាគារកាណាយ៉ាបាទអញ្ចឹងបើសិនពុកម៉ែបងប្អូនចង់មកញ៉ាំសាកញ៉ាំរសជាតិថ្មីប្លែកអាចមកញ៉ាំបាន ចាតម្លៃមិនដែរ 6000បងតម្លៃ6000នេះ 6000រៀល បាទ ចា